បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងមក review បង្ហាញឡើងវិញនៅលក្ខណៈសម្បត្តិនៃម៉ូតូ Yamaha PG1 អស់រយៈពេល2ឆ្នាំកន្លងទៅនេះថាតើបទពិសោធន៍នៃការប្រើប្រាស់ហ្នឹងវាយ៉ាងម៉េចបាទហើយចំណុចអ្វីខ្លះដែលជាចំណុចល្អហើយចំណុចអ្វីខ្លះដែលជាចំណុចមិនសូវល្អឬក៏ជាគុណវិបត្តិរបស់ Yamaha PG1 បាទម៉ូតូនេះគឺជា Yamaha PG1 ស៊េរីឆ្នាំ2024ឬក៏ PG1 version 1បាទម៉ូតូនេះខ្ញុំប្រើប្រាស់មកអស់រយៈពេល2ឆ្នាំហើយក៏បានបទពិសោធន៍ជាច្រើនជាមួយនឹងវាឥឡូវយើងមក review ឡើងវិញយើងនឹងទៅមើលពីខាងមុខទៅមុនចំណុចខាងមុខអំពូលភ្លើងវាពីដំបូងតែអំពូលភ្លើង SIN original របស់វានោះគឺជាអំពូល ឡតបាទគឺជាអំពូល halogen ហើយវាអត់សូវភ្លឺទេបាទភ្លឺដែរតែវាភ្លឺបានតែនៅផ្លូវដែលផ្លូវលំផ្លូវស្រុកស្រែជនបទនៅពេលដែលយើងទៅទីក្រុងគឺភ្លើងនោះវាចាញ់គេបាទអត់សូវភ្លឺអញ្ចឹងហើយខ្ញុំក៏ដូរមកប្រើអំពូល LED នេះបាទគឺជាប្រភេទអំពូលធំបែបនេះគឺពិបាករកទិញតាមកន្លែងជាងដែរបាទគឺកំងនៅតាមហាងតែគេផុសលក់នៅលើអនឡាញបាទអញ្ចឹងយើងកំងទិញបាទហើយភ្លើងនេះភ្លឺខ្លាំងបាទភ្លឺច្បាស់ហើយជាភ្លើងកាត់បន្ទាត់បាទអានេះយើងយកមកគឺជើងវា3ជើងវាគឺយើងដាក់បានតែម្ដងដោះតែអំពូលចាស់ចេញយើងដោតអំពូលនេះចូលទៅគឺប្រើប្រាស់បានហើយចំណុចដែលខ្ញុំបដូរមួយទៀតគឺកញ្ចក់ដោយសារកញ្ចក់ស៊ីនវាហ្នឹងវាអត់សូវស៊ីជាមួយនឹងម៉ូតូបាទកញ្ចក់នេះខ្ញុំដាក់កញ្ចក់តូចទេបើដាក់កញ្ចក់មូលហើយធំជាងនេះក៏ស្អាតដែរបាទតែខ្ញុំដាក់កញ្ចក់តូចនេះវាតូចមែនតែច្បាស់ហើយមើលឃើញផ្លូវខាងក្រោយហ្នឹងច្បាស់វាអត់ព្រិលបាទហើយ stop សងខាងនេះវាភ្លឺច្បាស់ល្អវាជាអំពូលតែវាលោតភ្លឺបានល្អបាទហើយវាភ្លើងពីដើមឡើយវាអត់មានកន្លែងបិទបើកទេភ្លើងខាងមុខហើយអញ្ចឹងយើងត្រូវថែមកុងតាក់បាទយើងត្រូវថែមកុងតាក់ហើយកុងតាក់ដែលខ្ញុំថែមគឺជាប្រភេទកុងតាក់បែបនេះវាស្រួលបាទជាងគ្រាន់តែភ្ជាប់ជាមួយជើងកញ្ចក់មកយើងអាចចុចបិទបើកបានបាទអញ្ចឹងកុងតាក់នេះវាល្អប្រើបាទហើយអានេះគឺជាភ្លើងមិនមែនភ្លើងបើកភ្លើងមុខទេមិនមែនភ្លើងបិទបើកភ្លើងមុខទេវាគឺជាភ្លើងសញ្ញាសុំផ្លូវវាលោតម្ដងទាំងពីរភ្លើង stop ខ្ញុំនឹងបើកឲ្យមើលនៅខាងមុខបាទឥឡូវយើងនឹងបើកមើលអញ្ចឹងយើងទៅមើលនៅខាងមុខវាលោតបាទលោតទាំងមុខក្រោយបែបនេះបាទអញ្ចឹងវាលោតម្ដងអានេះខ្ញុំថតពេលថ្ងៃមើលទៅភ្លើងវារៀងអន់តែបើពេលយប់ភ្លឺខ្លាំងភ្លឺច្បាស់អញ្ចឹងពេលយើងបើកទៅវាលោតសងខាងបែបនេះជាភ្លើងសុំផ្លូវឬក៏ផ្ដល់សញ្ញាអ្វីមួយនៅពេលដែលយើងចង់ផ្ដល់សញ្ញានៅពេលដែលមានឡានពីមុខឬក៏អ្នកពីក្រោយហ្នឹងគាត់អាចមើលឃើញបាទអញ្ចឹងឲ្យភ្លើងខាងមុខនេះតូចខាងក្រោមនេះវាភ្លឺរហូតវាពេលដែលយើងបើកសោមភ្លឺរហូតបាទអាហ្នឹងគឺជាភ្លើងគេហៅថាភ្លើង daylight បាទពេលយប់ក៏ភ្លឺពេលថ្ងៃក៏ភ្លឺបាទយើងអត់បើកភ្លើងធំនេះក៏វាភ្លឺដែរបាទអូខេអញ្ចឹងយើងទៅមើលចំណុចផ្សេងទៀតយើងទៅមើលខាងលើផ្ទៃកុងទ័របាទផ្ទៃកុងទ័រនេះវាស៊េរីបុរាណបន្តិច classic បន្តិចបាទហើយសោក៏សោបែប classic ដែរបាទអញ្ចឹងកុងទ័រនេះនៅពេលយប់វាអត់សូវភ្លឺទេទំហំនៅលើកុងទ័រនេះវាអត់សូវភ្លឺទេវាពេលដែលយើងជិះនឹងពេលខ្លះយើងមើលសាំងមើលអត់ឃើញផងហើយយើងមើលតនេះសាំងដល់វាអស់ឬអត់គឺមើលអត់ឃើញផងបាទហើយនេះវាអត់មានអីច្រើនទេនៅលើនេះហើយកុងទ័រដែលខ្ញុំជិះបានហ្នឹង 22000 គីឡូជាងហើយរយៈពេល2ឆ្នាំគឺខ្ញុំជិះធ្វើការប្រចាំអញ្ចឹងហើយវារៀងច្រើនបន្តិចហើយបាទហើយម៉ូតូនេះបើសិនជាយើងទិញមកហើយគឺគ្រឿងលេងច្បាស់ជាមានច្រើនបាទវាមានងាយស្រួលឲ្យយើងដាក់ខ្លួនឯងបានណាអញ្ចឹងហើយតែងតែទិញមកដាក់ខ្ញុំទិញជើងចាប់ទូរស័ព្ទមកដាក់ហើយដូរដៃចង្កូតចេញដោយសារដៃចង្កូតចាស់វាហ្នឹងវាវែងទៅខាងពេកបាទហើយវារៀងទាបហើយវែងទៅខាងអញ្ចឹងហើយនៅពេលដែលយើងបើកបរផ្លូវឆ្ងាយគឺពិបាកវាឆាប់ចុកស្មាឆាប់ចុកដៃអញ្ចឹងហើយខ្ញុំដូរមកដាក់ដៃនេះដៃប៉ិនដៃ MSX ស៊េរីខ្ពស់បាទដៃ
ទីតានាមពណ៌មាសលីនឹងពណ៌រាងបែកខៀវបែបនេះបាទរាងបែកស្វាយបាទអញ្ចឹងដៃនេះវាជាដៃលេងទេបាទដៃ MSX ហើយខ្ញុំយកមកដាក់បដោះអាសន្នសិនទៅតែវាស្រួលជិះវាខ្លីហើយវាទៀបយើងជិះផ្លូវឆ្ងាយអីវាអត់ចុកដៃទេបាទហើយអញ្ចឹងយើងទៅមើលចំណុចផ្សេងទៀតចំណុចដែល PG1 វាមានបញ្ហានៅត្រង់សបកស៊ីនវាហ្នឹងវាសបកស៊ីនហ្នឹងវាអត់សូវល្អវាឆាប់ធ្លាយឆាប់បែកអញ្ចឹងហើយខ្ញុំក៏ដូរមកប្រើសបកនេះបាទសបកកេណានេះKenda បាទសបក Kenda ដែលជាផលិតផលមកពីប្រទេសវៀតណាមប៉ុន្តែវាធន់បាទវាប្រើមិនងាយនឹងធ្លាយដូចអាស៊េរីសបកស៊ីនរបស់វាទេបាទហើយសបកនេះគឺទំហំកង់វាគឺ16បាទ16ដែលនៅតាមហាងទូទៅមិនងាយនឹងមានលក់ដែរបាទនៅពេលដែលបងប្អូនសម្រេចចិត្តទិញ PG1 មកបងប្អូនត្រូវដឹងថាវាពិបាកក្នុងការរកសបកឬក៏ពោះវៀនវាអញ្ចឹងហើយតោះតែយើងទិញនៅតាមហាងណាដែលគេមានលក់អញ្ចឹងបាទហើយសបកនេះគឺទំហំវា100លើ80ហើយរង្វង់នេះគឺ16បាទវាខុសពីម៉ូតូទូទៅតែឥឡូវវាពេញនិយមហើយយើងអាចងាយស្រួលរកទិញបានហើយតែបើតាមស្រុកស្រែឬក៏ខេត្តខ្លះមិនសូវមានអញ្ចឹងតោះតែកំងទិញតាមពេកមកបាទអញ្ចឹងនេះគឺជាចំណុចបញ្ហារបស់ PG1 គឺសបកស៊ីនវាអន់បាទវាឆាប់ធ្លាយសូម្បីតែលុះប៉ុនសរសៃសក់ក៏អាចមុតបានដែរអញ្ចឹងខ្ញុំជិះអាសបកស៊ីនហ្នឹងបានប្រហែលជាកន្លះឆ្នាំខ្ញុំដូរចោលតែម្ដងបាទវានៅកាឡាទាំងអស់ប៉ុន្តែវាឆាប់ធ្លាយជិះកន្លះឆ្នាំធ្លាយប្រហែល2 3ដងដល់អញ្ចឹងទៅវាធ្លាយមិនមែនធ្លាយមុតដែកអីធំដល់អញ្ចឹងទៅតតែដូរចេញតែហ្មងទៅកុំឲ្យបញ្ហាច្រើនបាទឥឡូវនេះខ្ញុំដូរប្រើសបកនេះបាន1ឆ្នាំហើយអត់ងាយសឹកទេហើយក៏អត់ងាយធ្លាយដែរសបកនេះវាធន់បាទវារឹងទោះបីជាធ្លាយក៏យើងអាចជិះបានដែរបាទហើយអញ្ចឹងយើងទៅមើលចំណុចផ្សេងទៀតមួយទៀតគឺសបកបូមនេះយើងជិះយូរទៅវាកស៊ូបូមនេះយើងជិះយូរទៅវាដាច់វាលហែកអញ្ចឹងយើងត្រូវទិញថ្មីដូរថ្មីដូរគឺងាយស្រួលទេយើងគ្រាន់តែកំងមកហើយយើងដោះតាខ្ចៅនេះមកដោះតាខ្ចៅនេះបទូក៏បទូបានហើយមិនបាច់ដោះឲ្យចេញអស់ក៏បទូខ្ចៅមួយនេះហើយនឹងខាងលើនេះហើយយើងដោះកង់មកដើម្បីឲ្យយើងអាចសេរីបានគឺងាយស្រួលយើងដោះកង់ចេញដោះកាតាប៊ូចេញយើងបថទម្លាក់បូមចេញមកខាងក្រៅមកអស់មកហើយយើងដាក់កស៊ូចូលទៅបានបាទកស៊ូបូមនេះខ្ញុំបដូរខ្លួនឯងទេមិនបាច់ពិបាកឲ្យជាងគាត់ដូរឲ្យទេបាទអញ្ចឹងនេះគឺជាកស៊ូបូមវាប្រើបាន2ឆ្នាំគឺវាលហែកហើយបាទអញ្ចឹងយើងจะមើលចំណុចផ្សេងទៀតបាទម៉ាស៊ីនវាយើងប្រើម៉ាស៊ីន Yamaha PG1 នេះគឺយើងត្រូវតែថែប្រេងឲ្យបានល្អបាទយើងត្រូវឧស្សាហ៍ប្រេងបដូរប្រេងឲ្យបានទៀងទាត់បើសិនជាអត់ងាយបដូរទេគឺវាក្តៅបាទម៉ាស៊ីន Yamaha PG1 នេះគឺវាឆាប់ក្តៅខ្លាំងមែនទែនបាទហើយនឹងបើយើងថែឲ្យវាឲ្យបានល្អគឺយើងត្រូវដូរនៅសបុក air ហើយនៅពេលដែលយើងដូរប្រេងម៉ាស៊ីនយើងត្រូវ3ដងអីយើងត្រូវបដូរតម្រងប្រេងម្ដងវានៅត្រង់ចំណុចនេះមុននឹងយើងដូរប្រេងយើងបហូរប្រេងចេញហើយយើងដោះកន្លែងនេះដោះតែខ្លួនឯងបាទដូរប្រេងដូរតែខ្លួនឯងទៅបាទបើសិនជាយើងមានពេលតែបើអត់មានពេលទេយើងឲ្យជាងគាត់ដោះដូរឲ្យទៅបាទគាត់ដោះខ្ចៅនេះ3គ្រាប់នេះយើងយកចេញមកយើងដូរតម្រងប្រេងដាក់បានបាទហើយប្រេងកាប់ទៅ Yamaha PG1 ឃើញគេដាក់គេរកតែថ្លៃដាក់តែវាមិនតម្រូវឲ្យយើងដាក់តែថ្លៃទេ Yamaha PG1 បាទយើងអាចដាក់ប្រេងទូទៅដូចទៅនឹងអាសង់ដូចទៅនឹងម៉ូតូ Wave ផ្សេងបានព្រោះអីម៉ាស៊ីននេះគឺជាម៉ាស៊ីន Yamaha Fin បាទកម្លាំង 115cc វាដូចគ្នាទេវាអត់រើសប្រេងទេតែខ្ញុំឃើញអ្នកដែលគេស្រឡាញ់ម៉ូតូគេលេងម៉ូតូ PG1 គេដាក់តែប្រេងថ្លៃគេដាក់សិតតែមួយទុលបាទ7100 1040អីចឹងទៅបាទតែខ្ញុំឧស្សាហ៍ដូរបាទខ្ញុំជិះតែមួយខែបដូរហើយយើងបដូរប្រេងទៀងទាត់ទៅមិនចាំបាច់តែដាក់ប្រេងថ្លៃទេបាទអញ្ចឹងបើយើងបដូរប្រេងទៀងទាត់ម៉ាស៊ីនវាមិនងាយទៅណាទេយើងដូរឲ្យតែត្រឹមត្រូវទៅមួយខែម្ដងអីទៅឬក៏មួយខែកន្លះយ៉ាងយូរបំផុតបាទហើយ
xi măng ní xi măng bỏ Yamaha PG1 men bản tay viết đôi kia từ nâng Yamaha Fin và nè đại tam đàn mà tố ba chỉ score lấy mà tôi Yamaha Fin vì rút riêng đôi áo và rồi mà xin viết từ mùi thế xi măng có đô đấy viết vô rồi bỏ Yamaha Fin màu trơn mà PG1 đấy mà chẳng những mơ nơi chúng nó xinh tay mấy xinh vì mình chỉ miền ấy chấm like thế và còn tha khi thơ video này lang cứ đầm bay oi bong bồn bạn đăng thả bật sao cả pra huyền nó dần mạch mà rồi ở đây để dân trời thêm càng cả đá person chỉ dương usa đạ cả bô đạ ở bo ấy xinh tới play ngay đào lên ấy cô tại đạ càng cả đá rồi bạn chúng pua càng mà xin kim khơi thị trán vì miền Pành Hà tơ ní tơ nu rồi dân đạ tới đọt sao cả te mà xin đầm bay chui tôm đã chân tới khinh thao vì mình sơ lọ đo mà xin mà sao class để cái tinh đã kêu lên máu nó nhưng đầm rỡ ở dân đo sao cái té class đầm bay đã càng lên nè chân ấy khi mặt đã thì bà càng khi mặt lên thế mà tối khi mặt lên thế mà tối cứ nơi xin từng khi đã thế ở đây đây vì mình passport đo mà xin mình passport đo và hơi miền chấm nói xuyên tiết đại dân tự đăng ông pi Pành Hà Yamaha PG1 cứ sbai prang là bỏ vía cứ khó kê bà sbai prang vía to tại dân cầm mong online đấy bà sbai prang ở khi một bạn liên tiếp tổ sẽ tại đấy chi mà tất thấy bà sạp liên đấy tại pepliek nhưng mà chi thì nhưng chỉ tập pe là đây riêng ngồi thấy cứ nó sốc sai cho nó bắt cứ chẳng hay tập liên hơi bà lạ hơi bà chẳng ngày nào để liên nhưng chỉ mà tổ sinh mà ngày nào sợi phliếng bạn khiêm chỉ vì bạn chẳng khiêm đã sờ bọ phân kia đấy mà tại mùi thì cứ sờ bọ tầm hôm mà rồi lơ bát sấp hay năng ở tầm hôm biết đọc vào mùi này mà một cái cứ dân ai đã phân kia bạn Yamaha PG1 ấy bạn hơi ở đây để lõ sầm rập PG1 bằng pon chi tới miền là rom thà rồi lẹ đấy về rồi lẹ đây ta 40 tuần bà dân chi tới vì passport ở về thưa dương nứng miền rồng thà rùm khán thưa dương nứng chư chật cái cút ấy khăng và chẳng thấy bông với ní lo mình tên màហើយវាជីវាចេះរករ៉ាដូចម៉ូតូផ្សេងតែវាមានអាវមានអីច្រើនហ្នឹងជិះទៅវាពេលខ្លះវាលន់សំឡេងរករ៉ាច្រើនមែនតើអញ្ចឹង Yamaha PG1 វាល្អត្រង់ចំណុចហ្នឹងវាអត់មានអាវមានអីច្រើនហើយអាវវានេះគឺម៉ូតូនេះគឺងាយស្រួលលាងមែនតើនៅពេលដែលវាប្រឡាក់អីហ្នឹងយើងក៏លាងខ្លួនឯងម៉ូតូនេះភាគច្រើនខ្ញុំមិនសូវជាចូលលាងនៅជាងទេដោយសារវាស្លាស់វាងាយស្រួលលាងហើយអញ្ចឹងទៅខ្ញុំលាងតែខ្លួនឯងទេបាទហើយចំណុចផ្សេងទៀតខ្ញុំអត់លេងទេនៅកាងក្រោយភាគច្រើនអ្នកដែលគាត់ទិញម៉ូតូ PG1 មកគឺអស់លុយច្រើនដោយសារគ្រឿងលេងវាច្រើនបាទហើយនៅពេលដែលយើងមើលនៅក្នុង group លើ Facebook ឬក៏ social ផ្សេងៗហ្នឹងគេលេងច្រើនបាទគេធ្វើវីដេអូច្រើនភាគច្រើនគេដាក់កាងគេដាក់ធុងហើយគេដាក់គ្រឿងម៉ាស៊ីនគេតឡើងគ្រឿងតែខ្ញុំចង់បានអ្វីដែលវានៅដើមបើនៅពេលលេងទៅភាគច្រើនច្បាស់ជាមានហើយបញ្ហាវាធ្វើឲ្យម៉ូតូហ្នឹងវាធ្លាក់ឬក៏ពិបាកនៅពេលដែលយើងចង់លក់ចេញវិញអីហ្នឹងម៉ូតូតែលេងគ្រឿងលេងអីហើយពិបាកលក់ចេញហើយធ្លាក់តម្លៃខ្លាំងបាទលក់ចេញបានថោកអីចឹងទៅបាទអញ្ចឹងខ្ញុំម៉ូតូស៊ីនទៅល្អបំផុតហើយបាទបើយើងចង់លេងអ្វីដែលវាមិនប៉ះពាល់ដល់ម៉ាស៊ីនមិនប៉ះពាល់ដល់គ្រឿងម៉ូតូយើងបាទអញ្ចឹងយើងអាចលេងបានហើយអ្នកខ្លះគេអត់ដាក់កតុយទេបាទគេដាក់កតុយផ្លាក់លេងចេះទេគេដោះអាកតុយវែងខាងក្រោយនេះចេញទៅគេដាក់កតុយលេងនៅទៅខ្លីៗចឹងទៅតែបើយើងនៅស្រុកស្រែយើងដាក់កតុយខ្លីៗវាសាច់ផុកប្រឡាក់ហើយម៉ូតូ PG1 នៅពេលដែលយើងជិះពេលភ្លៀងអីអាមុខនេះវាអត់ជួយយើងបាំងជើងយើងទេគឺវាធ្វើឲ្យជើងយើងនឹងងាយប្រឡាក់បាទបើធ្វើចិត្តបានក៏ជិះទៅចឹងទៅបាទពួកអីម៉ូតូ PG1 នេះវាមិនបានតម្រូវឲ្យយើងនឹងជិះហើយអត់ប្រឡាក់ទេនៅពេលដែលយើងជិះ PG1 យើងត្រូវដឹងមុនបាទនៅពេលមេឃភ្លៀងអីហ្នឹងយើងត្រូវដឹងថាតែភ្លៀងមកដឹងឲ្យប្រឡាក់ហើយជើងយើងបាទវាអត់មានបាំងដូចជាពួកអាសងពួកអាវែវទេពួកអាសងជិះទៅភ្លៀងវាសាច់ផុកមកវាបាំងអត់ទៅប្រឡាក់
តែយើងជិះ PG1 បើអត់ចង់ឲ្យប្រឡាក់តលើជើងឡើងលើដាក់លើរៀនដាក់លើអីនោះបាទអញ្ចឹង Yamaha PG1 អាកន្លែងចង្កឹះលេខនេះក៏វាជាបញ្ហាធំដែរបាទអ្នកជិះ PG1 ទាំងអស់សិតតែដូរមកប្រើចង្កឹះលេខនេះដោយសារចង្កឹះលេខស៊ីនវាហ្នឹងវាអន់ពេកបាទវាបញ្ចូលលេខទៅវាអត់សូវចូលបាទភាគច្រើនអ្នកអត់សូវដែលជិះពេលឡើងជិះដបងអញ្ចឹងបញ្ចូលលេខទៅវាអត់ចូលច្រើនលេខបាទហើយបញ្ហាមួយទៀតគឺអាកន្លែងនេះគឺច្រវាក់បាទច្រវាក់វាច្រវាក់ស៊ីនគឺអត់ល្អទេបាទវាប្រើបានបាទប៉ុន្តែយើងប្រើមួយរយៈទៅឧទាហរណ៍ដូចកន្លះឆ្នាំអីដូរចេញទៅបាទបើសិនជាប្រើដូរមកប្រើច្រវាក់ First បាទបើមិនអញ្ចឹងទេច្រវាក់ស៊ីនហ្នឹងគឺវាលឺខ្លាំងនៅពេលដែលយើងជិះផ្លូវឆ្ងាយឬក៏ផ្លូវមុំហ្នឹងវាលាន់ហើយច្រវាក់វាឆាប់ស្ងួតទៀតពួកអីវាអត់មានកម្បាំងដើម្បីការពារពេញអញ្ចឹងហើយវាឆាប់អស់បាទអញ្ចឹងហើយយើងត្រូវតែដឹងពីចំណុចទាំងអស់នេះបាទច្រវាក់រៀងថ្លៃបាទយើងជិះ Yamaha PG1 គឺអស់លុយច្រើននៅពេលដែលវាផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងហ្នឹងគឺថ្លៃបាទច្រវាក់នេះបើសិនយើងទិញមកកំងអនឡាញមានកន្លែងខ្លះ25រៀលអីទៅតាម brand តាមម៉ាកហើយ brand ខ្លះដូច DID អីហ្នឹងវាចូល30រៀលអីទៅបាទវាអាស្រ័យទៅតាមហាងដែលគាត់លក់គាត់យកចំណេញប៉ុណ្ណាអញ្ចឹងបាទអញ្ចឹងត្រូវដឹងជិះ Yamaha PG1 គ្រឿងរបស់វាថ្លៃបាទមានគ្រឿងខ្លះវាសមរម្យតែភាគច្រើនមិនសូវជាថោកដូចពួកម៉ូតូដែលកំពុងពេញនិយមដូចជាអាសង់អ្វីអីទេប៉ុន្តែ PG1 ឥឡូវចាប់ផ្ដើមពេញនិយមដែរហើយមានគេជិះច្រើនទូទាំង25ខេត្តក្រុងហើយមានគេជិះច្រើនទៅណាក៏ឃើញដែរអញ្ចឹងនេះគឺជាគូប្រជែងមួយទៀតរបស់អាសង់ឃើញថាបើសិនជាមានម៉ាកម៉ូតូផ្សេងជិះច្រើនខ្ញុំជឿថាម៉ូតូស្រុកខ្មែរយើងអាចនឹងថយតម្លៃខ្លះនៅពេលដែលយើងប្រើតែមួយ brand ណាមកប្រើតែ Mazari ធ្វើឲ្យម៉ូតូ Mazari ហ្នឹងបើទោះបីជាវាអន់យ៉ាងណាក៏វានៅតែថ្លៃដែរប៉ុន្តែMazari ហ្នឹងវាមិនអន់ទេវាល្អដែលគេពេញនិយមនៅក្នុងស្រុកខ្មែរយើងម្ដាប់លេខ1អាសង់ហ្នឹងបាទអញ្ចឹងយើងប្រើតែអាសង់នៅពេលដែលវាចេញម្ដងគ្មានទឹកដូរអីដូរតែតែមបាទ6ឆ្នាំបានផ្លាស់ប្ដូរម្ដងពួកស៊េរីអាសង់ឬក៏ស៊េរី Aveo របស់ក្រុមហ៊ុន NCH ណាអញ្ចឹងពួកហ្នឹងត6ឆ្នាំបានគេផ្លាស់ប្ដូរទ្រង់ទ្រាយរៀងគួរសមអីចឹងទៅប៉ុន្តែបើរយៈពេលក្នុងចំណោម6ឆ្នាំហ្នឹងគឺគេដូរតែតែមហើយគេលក់ទៅបាទគេឡើងថ្លៃតាមហ្នឹងទៅបាទម៉ូតូនេះឃើញថានៅស្រុកខ្មែរយើងលក់រៀងហួសហេតុពេកបាទលក់តម្លៃដល់ទៅខ្ទង់ជិត 3000 ឬក៏ 3000 ស៊េរីថ្មីនេះបាទស៊េរីដូចជាស៊េរី25 2000ជាងហើយជិត 3000 ហើយថា2005ចុះ2004អីចុះបាទតែម៉ូតូខ្ញុំនេះខ្ញុំទិញកាលទិញនោះឆ្នាំ2024ក៏ចេញមកខ្ញុំក៏ទិញតែម្ដងវានៅខ្ទង់2280 2300អីហ្នឹងបាទតែហាងខ្លះទិញបានទាបជាងហ្នឹងតែនៅតាមខេត្តជាងគឺទិញបានថ្លៃជាងនៅភ្នំពេញបាទនៅភ្នំពេញគេរៀងធូរថ្លៃជាងយើងម៉ូតូបាទខ្ញុំនៅខាងប៉ោយប៉ែតបាទអញ្ចឹងយើងទិញមកវារៀងថ្លៃបន្តិចបាទម៉ូតូ PG1 ឥឡូវបើស៊េរី26របស់ក្រុមហ៊ុនគឺខ្ទង់2600ឬក៏អាចថាខ្ពស់បំផុត2600ហើយទាបបំផុត2400ស៊េរីឆ្នាំ2026ណាបាទប៉ុន្តែ PG1 របស់26របស់គេ version 2អាហ្នឹង version 2គឺខ្ទង់2900ហើយបាទ2800 2900បាទទាបបំផុត2007ឬក៏2008ហើយខ្ពស់បំផុតហ្នឹងគឺ2900ហើយបើសិនជាបង់រំលោះទៀតកាន់តែថ្លៃទៀតបាទអញ្ចឹងបើយើងទិញលុយសុទ្ធគឺខ្ទង់ប្រហែលជាជិត3000បើ series version 2បើ Yamaha PG1 ខ្ញុំឃើញversion របស់ក្រុមហ៊ុនដែលក្រុមហ៊ុន Yamaha នាំចូលផ្ទាល់គឺ version 1ទេបាទគាត់គេដូរតែមអញ្ចឹងហើយគេយកទៅវាយផ្លាកថាវាយឈ្មោះថាជា series ឆ្នាំ2026អញ្ចឹងម៉ូតូ PG1 ណាវាបើយើងចង់បានបែបរៀងធូរថ្លៃយើងទិញ24ទៅមិនបាច់ទៅឆុងទិញ26របស់ក្រុមហ៊ុននេះទេបើសិនជាចង់បានធូរថ្លៃពួកអីវាដូចគ្នាទាំងអស់វាដូរតែតែមទេបាទខ្ញុំរៀងអន់ចិត្តក្រុមហ៊ុនដែរបាទម៉ូតូគេចេញដល់ version 2ហើយ version ABS ហើយអាហ្នឹងបានវា
6ពេញលេញកាប់ទៅ26 version 2ហ្នឹងវាជា25នៅស្រុកគេទេប៉ុន្តែនៅខ្មែរយើងចូលចិត្តហៅម៉ូតូហ្នឹងវុនស៊េរីម៉ូតូនៅក្នុងឆ្នាំ2025តែហៅដល់ទៅឆ្នាំ2026ស្រុកគេតើម៉ូតូស៊េរីឆ្នាំណាហើយគេដាក់ឆ្នាំហ្នឹងហើយតែស្រុកយើងចេញតែក្នុងឆ្នាំ2025ហៅ26 24ហៅ25អញ្ចឹងទៅហើយក៏ខុសគ្នាខ្នងអីហ្នឹងទៅវាយឈ្មោះថាជា025ឬក៏026ទៅក៏ប៉ុន្តែម៉ូតូតែមួយទេបាទគាត់ដូរតែមអីចឹងបាទអញ្ចឹងម៉ូតូ version 1ទាំងអស់25 24 25 26គឺដូចគ្នាទាំងអស់version 1ហ្នឹងខុសគ្នាគឺ ABS នៅស្រុកគេ ABS គឺគេហៅថា025ទេអញ្ចឹងបើយើងតាមដានម៉ូតូមែនតែនទៅស្រុកខ្មែរយើងគឺចូលចិត្តហៅម៉ូតូមុនស៊េរីឆ្នាំបាទអូខេអញ្ចឹងវីដេអូដែលបង្ហាញលម្អិតឡើងវិញអំពី PG1 version 1បាទវាមានចំណុចល្អនិងចំណុចមិនល្អអ្វីខ្លះខ្ញុំបានរៀបរាប់នៅក្នុងវីដេអូហើយបងប្អូនអាចមើលលម្អិតឡើងវិញក៏បានមុននឹងទិញសូមពិចារណាបាទនៅពេលដែលយើងទិញ PG1 មកយើងត្រូវត្រៀមលុយជានិច្ចបាទព្រោះអីយើងតែងតែឃើញរបស់លេងដែលវាមានលក់នៅលើទីផ្សារហ្នឹងច្រើនមែនទែនបាទវាច្រើនសម្បូរបែបមែនទែនហើយរបស់ដែលលេងទាំងអស់ហ្នឹងមិនមែនធូរថ្លៃដូចស៊េរីផ្សេងណាបាទវាតម្លៃរៀងថ្លៃអញ្ចឹងហើយត្រៀមលុយរហូតបាទអ្នកខ្លះលេងច្រើនបាទលេងខ្ទង់$2,000-$3,000អញ្ចឹងទៅតម្លៃម៉ូតូ2,000ជាងគាត់លេងគ្រឿងអីហ្នឹងចូលចង់ស្មើតម្លៃម៉ូតូហើយតែខ្ញុំជិះម៉ូតូខ្ញុំជិះថែបាទខ្ញុំជិះថែហើយខ្ញុំអត់លេងគ្រឿងទេបាទយើងជិះដើម្បីម៉ូតូនឹងវាបានយូរយើងកុំលេងគ្រឿងបាទយើងជិះដើមទៅបាទតែបើយើងចង់ឲ្យល្អចង់អីប្រើប្រេងថ្លៃហើយចង្វាក់ញងអីត្រូវប្រើពួកចង្វាក់ Ford ពួកដែលវាល្អជាងស៊ីនណាបាទអញ្ចឹងខ្ញុំដូរតែប៉ុណ្ណឹងខ្ញុំដូរតែចង្វាក់ម៉ាស៊ីនហើយនឹងចង្កឹះលេខហើយនឹងសបកមុខក្រោយហ្នឹងបាទចំណុចដែលអន់ណារបស់ PG1 មាន3ចំណុចឯងដែលខ្ញុំមើលឃើញចំណុចទី1គឺសបកបាទសបកស៊ីនអន់មែនទែនចំណុចទី2ចង្កឹះលេខបាទចង្កឹះលេខស៊ីនហ្នឹងវាអន់វាបញ្ចូលលេខអត់សូវចូលវាពេលខ្លះនៅពេលដែលអ្នកដែលគាត់អត់សូវជិះហើយគាត់ខ្ចីជិះមកផ្លែនអញ្ចឹងវាចូលទៅវាច្រាលហើយគាត់មានអារម្មណ៍ថាម៉ូតូហ្នឹងអត់ល្អក៏ពិតម៉ូតូនេះម៉ាស៊ីនវាល្អខ្លាំងប៉ុន្តែវាដាក់ចង្កឹះលេខមកខុសបច្ចេកទេសបាទអញ្ចឹងតើធ្វើទិញចង្កឹះលេខលេងហ្នឹងយកមកដាក់បានវាស្រួលជិះវិញហើយចំណុចអន់មួយទៀតគឺចង្វាក់បាទអញ្ចឹងតើដូរទៅដាក់ចង្វាក់ Ford អីចឹងទៅបានវាស្ងាត់ក៏ប៉ុន្តែម៉ូតូ Yamaha PG1 នេះគឺគេទិញមកគេដូរទៅដាក់រង្វង់17វាជិះធូរជាងបាទរង្វង់16នេះសបកកាឡាសបកវាធំជិះទៅវារៀងតឹងដែរបាទតែបើដូរមកដាក់សបកលោកនេះគឺវារៀងធូរដែរសបកនេះវារៀងធូរដែរជិះធូរជាងសបកស៊ីនបើសបកស៊ីនជិះលើខ្នល់ជាតិបាទលើវូដូចយន្តហោះអញ្ចឹងបាទអញ្ចឹងអរគុណច្រើនខ្ញុំរៀបរាប់លើកឡើងមកតែប៉ុណ្ណេះទេអំពីបទពិសោធន៍នៃការប្រើប្រាស់ PG1 បាទវាល្អច្រើនហើយចំណុចអន់មាន3ចំណុចធំបាទខ្ញុំបានលើកឡើងហើយគឺសបកចង្កឹះលេខហើយនឹងចង្វាក់មានប៉ុណ្ណឹងដែលខ្ញុំជួបប្រទះតែអ្នកផ្សេងទៀតគេអាចនឹងមានបទពិសោធន៍ជួបប្រទះនៅបញ្ហាខុសគ្នាពីខ្ញុំលើកយកតែបទពិសោធន៍របស់ខ្ញុំទេបាទដោយសារខ្ញុំប្រើប្រាស់ប្រចាំថ្ងៃជិះធ្វើការធ្វើអីហ្នឹងបាទអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាទ